Bàនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការឆ្លើយតបជាមួយនឹងសំណួរបងប្រុសម្នាក់ដែលគាត់បានសួរខ្ញុំថាតើយើងគួរធ្វើម៉េចដើម្បីឲ្យចុចលេខ2ចេញទៅជាខែកុម្ភៈចុចលេខ3ចេញខែមីនាបាទសំណួរនេះគឺបងប្រុសដែលគាត់បាន comment សួរអញ្ចឹងខ្ញុំសូមធ្វើការបញ្យល់នៅក្នុង Excel តែម្ដងអញ្ចឹងខ្ញុំមានគំរូបែបនេះហើយខ្ញុំសូមផ្ដល់ជូនបងចំនួន2របៀបដែលខ្ញុំមកដឹងថាតម្រូវការបងយកទៅប្រើប្រាស់គឺបែបមិនទេប៉ុន្តែខ្ញុំសូមជូនជា2របៀបតែម្ដងដែលរបៀបទី1នេះគឺយើងប្រើប្រាស់ប្រភេទជាកាលបរិច្ឆេទដោយយើងធ្វើការ format ហើយគឺវាចេញខែទៅតាមអ្វីដែលយើងបានបញ្ចូលយើងបញ្ចូលខែណាគឺចេញខែនឹងអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំសូមបង្ហាញរបៀបទី1តែម្ដងអញ្ចឹងរបៀបទី1នេះខ្ញុំធ្វើការ select ណាដំបូងខ្ញុំធ្វើការ select ទីតាំងដែលខ្ញុំចង់បញ្ចូលនឹងបញ្ចូលទៅនៃដែលឲ្យចេញហ្នឹងណាបន្ទាប់មកខ្ញុំចូលទៅកាន់កន្លែង general កន្លែងដែលយើងធ្វើការ format ប្រភេទជា number ណាជាងចុចសញ្ញាព្រួយក៏បានចុចចំណុចនេះក៏បានដែរខ្ញុំចុចសញ្ញាព្រួយហើយយកពាក្យថា more number format ខាងក្រោមគេបំផុតបាទបន្តមកទៀតខ្ញុំចូលទៅកាន់ពាក្យថា custom បាទនៅក្នុង custom កន្លែង general នេះខ្ញុំសូមធ្វើការលុបចោលណាធ្វើការលុបចោលបន្តមកខ្ញុំធ្វើការ format អញ្ចឹងខ្ញុំបើកគ្នាបមួយអូខេខ្មែរខ្ញុំសូមដូរទៅជាអង់គ្លេសវិញបាទយើងបើកគ្នាបមួយរួចយើងវាយសញ្ញាដុល្លារដកហើយវាអក្សរ km ដក kh រួចហើយយើងក្បៀសដាក់12ហើយ00ហើយបិទគ្នាបមកវិញអញ្ចឹងលេខកូដប៉ុណ្ណេះគឺប្រើសម្រាប់ធ្វើការ format ទៅជាអក្សរខ្មែរទៅជាលេខខ្មែរក៏បានទៅជាអក្សរខ្មែរក៏បានបន្តមកទៀតដោយសារតែកន្លែងដែលខ្ញុំបាន select ហ្នឹងគឺត្រូវការបញ្ចូលប្រភេទជាកាលបរិច្ឆេទអញ្ចឹងខ្ញុំចាប់យកតែខែទេកាលណាយើងចាប់យកតែខែគឺយើងប្រើប្រាស់អក្សរ M ដែលតំណាងឲ្យម៉ាន់អញ្ចឹងខ្ញុំដាក់ M 2 ដងបែបនេះមានន័យថាវាចាប់យកដែរតែចាប់យកប្រភេទខែជាលេខអញ្ចឹងខ្ញុំចង់បានប្រភេទខែជាអក្សរពេញអញ្ចឹងខ្ញុំដាក់ M ចំនួន4ដងបន្ទាប់មកខ្ញុំចុចអូខេបាទចុចអូខេនៅពេលកន្លែងនេះនៅពេលដែលខ្ញុំបញ្ចូលឧទាហរណ៍របៀបនៃការបញ្ចូលយើងមើលការបរិច្ឆេទយើងទម្រង់ format ការបរិច្ឆេទយើងគឺចាប់ផ្ដើមដោយថ្ងៃមុនបន្ទាប់មកខែបន្ទាប់មកបានឆ្នាំអញ្ចឹងកន្លែងនេះខ្ញុំបញ្ចូលគឺខ្ញុំបញ្ចូលថ្ងៃមុនដូចគ្នាឧទាហរណ៍ខ្ញុំចង់បញ្ចូលថ្ងៃ1ខែ1មានន័យថាខ្ញុំចង់ឲ្យវាបង្ហាញខែ1អញ្ចឹងខែមករាអញ្ចឹងខ្ញុំចុច enter មកវាចេញមករាអញ្ចឹងខ្ញុំបញ្ចូលចង់បង្ហាញខែ2ខ្ញុំដាក់លេខ1មកក៏បានបាទហើយដាក់ខែមកដាក់តែខែមកហើយចុច enter មកវាចេញកុម្ភៈបើចង់បញ្ចូលខែ12យើងដាក់1មក /12 ហើយចុច enter មកគឺវាចេញខែធ្នូអញ្ចឹងវាចង់ចេញខែសីហាគឺ1/ខែ8ខែសីហាចេញមកចេញខែសីហាអាចធ្វើគំរូបែបនេះក៏បានបាទស្រួលក្នុងការចាប់យកដល់ឡែកវិធីទី2របៀបទី2គឺតកតងទៅនឹងការប្រើប្រាស់រូបមន្តដែលយើងប្រើរូបមន្ត if ដើម្បីដាក់លក្ខខណ្ឌអញ្ចឹងខ្ញុំសូមប្រើរូបមន្តតែម្ដងអញ្ចឹងដើម្បីប្រើរបៀបទី2បានគឺយើងប្រើរូបមន្តមួយគឺរូបមន្ត if អញ្ចឹងយើងវាយសញ្ញាស្មើមកប្រើ if បន្ទាប់មកខ្ញុំយកកន្លែងនេះគឺជាកន្លែងសម្រាប់បញ្ចូលបាទយកកន្លែងនេះគឺសម្រាប់បញ្ចូលអញ្ចឹងខ្ញុំ select ទៅកន្លែងបញ្ចូលអញ្ចឹងខ្ញុំដាក់ថា percent បើកន្លែងដែលខ្ញុំ select នឹងស្មើនឹងលេខ1បាទស្មើនឹងលេខ1ខ្ញុំដាក់សញ្ញាក្បៀស1ខ្ញុំដាក់សញ្ញាទ្វីងកដោរួចខ្ញុំសរសេរខែនៅក្នុងនឹងឧទាហរណ៍អញ្ចឹងខ្ញុំដូរនេះខ្ញុំដូរ keyboard ទៅជាខ្មែរខ្ញុំដាក់មករា
តមកខ្ញុំ select សិនដើម្បីស្រួល copy ហើយខ្ញុំក្បៀសដូរមកអង់គ្លេសវិញហើយខ្ញុំដាក់ if ទៀតហើយ select កន្លែងនឹងដដែលបើសិនបើកន្លែងនឹងស្មើនឹងលេខ2ខ្ញុំឲ្យចេញឯគេចេញកុម្ភៈខ្ញុំដូរចឹងមកកុម្ភៈហើយតមកយើងដូរទៅជាអង់គ្លេសវិញហើយយើងដាក់ if ទៀតមកបើ if យើងធ្វើអញ្ចឹងរហូតដល់ខែចុងក្រោយគឺខែ12ហើយយើងក្បៀសខ្ញុំដាក់សញ្ញាថ្មីកដោរួចហើយខ្ញុំសរសេរខែឧទាហរណ៍ខែមីនាខ្ញុំក្បៀសទៀតខ្ញុំដូរទៅជា keyboard ទៀតហើយខ្ញុំដាក់ if ទៀតអញ្ចឹងគឺយើងត្រូវធ្វើរហូតដល់អស់ខែស្មើនឹងលេខ4ខ្ញុំក្បៀសហើយខ្ញុំដាក់កន្លែងនេះស្មើនឹងមេសាហើយយើងដូរ keyboard ទៀតយើងដាក់ថា if ទៀតកន្លែងស្មើនឹងលេខ5ក្បៀសខ្ញុំឲ្យចេញខែឧស័កដូរ keyboard ឧស័កភាឥឡូវឧទាហរណ៍សិនមកខ្ញុំធ្វើតែ5ខែទេបងអាចយកទៅបងអាចធ្វើជា4 10ខែអាចសរសេរបន្ថែមទៀតបានអញ្ចឹងខ្ញុំក្បៀសប្រសិនបើខុសពីនឹងមានន័យថាប្រសិនបើខុសពីលេខនឹងទាំងអស់ខ្ញុំឲ្យចេញតតេអញ្ចឹងខ្ញុំដាក់តតេបើកគ្មានកដោចោលហើយបិទវិញរួចយើងមើលរាប់តើយើងបើកវងកញ្ចក់ប្រមាណ1 2 3 4 5អញ្ចឹងខ្ញុំបិទវិញក៏5ដូចគ្នា1 2 3 4 5ហើយខ្ញុំចុច enter បន្ទាប់មកខ្ញុំធ្វើការអូសរូបមន្តនឹងចុះមកក្រោមបាទអូសចុះមកក្រោមមកតបមកនៅកន្លែងនេះខ្ញុំធ្វើការបញ្ចូលលេខឧទាហរណ៍ថាខ្ញុំបញ្ចូលលេខ2វាចេញខែកុម្ភៈឥឡូវខ្ញុំ format វាឲ្យចំកណ្ដាលបាទនេះខ្ញុំបញ្ចូលលេខ2ចេញខែកុម្ភៈខ្ញុំបញ្ចូលលេខ5ចេញខែឧសភាខ្ញុំបញ្ចូលលេខ6អត់ចេញទេដោយសារអីគឺខ្ញុំអត់តន់ដាក់រូបមន្ត if ដល់លេខ6ទេអញ្ចឹងទីខ្ញុំបញ្ចូលលេខ1ខែមករាខ្ញុំបញ្ចូលលេខ3ស្មើខែមីនាបញ្ចូលលេខ4ស្មើខែមេសាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងដែលជាម្ចាស់សំណួរអាចយកទៅអនុវត្តហើយប្រើការបានតាមតម្រូវការរបស់បងអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា